Keycap គឺជាគ្រឿងមួយក្នុងចំណោមគ្រឿងផ្សេងៗទៀតនៃ keyboard ដែលយើងបាននិយាយនៅក្នុងវីដេអូមុនៗហើយវាក៏ដើរតួយ៉ាងសំខាន់ក្នុងការកំណត់សំឡេងនៃ keyboard និងអារម្មណ៍នៃការចុច This is Keyboard 101 Episode 3 ជាទូទៅ Keycap ចែកចេញជា4 material មានដូចជា ABS, PBT, POM និង Audison ឬយើងអាចហៅថា Resin Keycap ហើយ material ដែលនិយមប្រើច្រើនជាងគេគឺ ABS និង PBT ABS វាមានតម្លៃសមរម្យនិងងាយស្រួលរកជាងលើសពីនេះវារលោងហើយមានទម្ងន់ស្រាលជាង PBT ប៉ុន្តែលេខចិនរបស់វាមិនសូវធន់ជាង PBT ទេហើយងាយនឹងរសាត់ជាងចំណែកឯ PBT វិញជាទូទៅវាជាជម្រើសដែលពេញនិយមជាងពីព្រោះវាធន់និងមានទម្ងន់ធ្ងន់ជាង ABS ហើយផ្ដល់នូវសំឡេងតក់កាន់តែខ្លាំងនៅពេល typing Keycap មានប្រភេទ profile ច្រើនណាស់ហើយគ្មានមួយណាល្អជាងមួយណាទេគឺវាអាស្រ័យទៅលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់តែប៉ុណ្ណោះហើយនេះគឺជា profile ដែលត្រូវបាននិយមប្រើប្រាស់ជាងគេនេះគឺជា keyboard ដែលមាន Keycap Cherry profile ហើយក៏ជារាងដែលអ្នកទាំងអស់គ្នាបានឃើញញឹកបំផុតនៅលើ keyboard ភាគច្រើននេះគឺជា keyboard ដែលមាន Keycap OEM profile ដែលត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាកម្ពស់របស់ Cherry profileហើយនេះជា Keycap XDA profile ដូចដែលអ្នកទាំងអស់គ្នាបានឃើញវាមានរាងមូលនិងផ្ទៃរាបស្មើចុងក្រោយមកអស់គឺ MOA profile អ្វីដែលពិសេសអំពី profile នេះគឺដូច XDA ដែរវាមានរាងមូលប៉ុន្តែមាន gap ខាងក្នុងដែលអាចឲ្យម្រាមដៃយើងចុចបានយ៉ាងស្រួលក្នុងចំណោម Keycap ទាំង4នេះតើ profile មួយណាដែលអ្នកទាំងអស់គ្នាពេញចិត្តជាងគេអាចប្រាប់ពួកយើងនៅក្នុង comment ឬ inbox ដើម្បីដឹងព័ត៌មានបន្ថែមបានអរគុណ